បើសិនជាគាត់ជាអ្នកដឹកនាំប្រទេសគាត់នឹងយកអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងទៅសម្លាប់ទាំងអស់បាច់ភ័យព្រួយទេរឿងបាត់បង់មនុស្សភ័យព្រួយខ្លាចបាត់បង់ទុនធានធម្មជាតិវិញអាហ្នឹងគឺជារឿងដ៏សំខាន់ពួកគាត់ជួយចិត្តប្រើពាក្យថាប្រើទៅទិញខ្លាញ់ឬក៏ប្រើខ្លាញ់អីចឹងទៅដៃគូអ្នកស្រឡាញ់ភេទដូចគ្នាពេលដែលគាត់មានកូនហ្នឹងតើគាត់អត់ខ្លាចពេលកូនធំឡើងខ្មាស់គេទេពួកគាត់នាំគ្នាខមមិនណាថាអូអ្នកស្រឡាញ់ភេទដូចគ្នាអត់មានអនាគតទេមិនបានទៅស្រឡាញ់គ្នាអីចឹងជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast ពិសេសរបស់យើងនៅក្នុង episode ទី2ដោយសារតែកាលពីនៅក្នុងវគ្គទី1យើងឃើញថាមានការគ្រប់គ្រងក៏ដូចជាមានការសំណូមពរច្រើនមែនទែនពីសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាដើម្បីឲ្យពួកយើងទាំងពីរនាក់ធ្វើវីដេអូបន្តទៀតដើម្បីតពីវគ្គមុនតែជែកអំពីតើមានការយល់ខុសអីខ្លះក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអញ្ចឹងតាមសំណុំពរថ្ងៃនេះពួកយើងពំនាំនៅប្រធានបទដដែលអំពីការយល់ខុសចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាប៉ុន្តែយើងនឹងលើកទៅលើជ្រុងផ្សេងមួយចំនួនទៀតដែលមានការយល់ខុសក៏ដូចជាសំខាន់មែនទែនយកមកទៅចែកនៅក្នុងថ្ងៃនេះអញ្ចឹងថ្ងៃនេះក៏ដូចពីវគ្គមុនដែរគឺយើងទាំងពីរនាក់ដែលមានញោមធីតាហើយនឹងហេងដែលយើងទាំងពីរនាក់នឹងមកទៅជែកជុំវិញរឿងទាំងអស់ហ្នឹងអញ្ចឹងមិនដែរហេងសុខទុក្ខយ៉ាងណាដែរមួយរយៈនេះគិតថាដូចជាអត់អីទេបងរៀងល្អគ្រាន់តែថារដូវកាលនេះដូចថារដូវកាលធ្លាក់ខ្យល់មកអញ្ចឹងមានអារម្មណ៍ថាដូចរៀងចង់ផ្ដាសាយតិចអីតិចហើយហ្នឹងហើយគ្រាន់ថាឥឡូវមានអារម្មណ៍ថារៀងប្លែកដោយសារអេពីសូតមុនដូចបងផ្សេងឥឡូវដូចផ្សេងប្លែកខ្លាំងហ្នឹងហើយប្លែកមិនប្លែកទៅហេទេប្លែកខ្លួនឯងដែរមើលកញ្ចក់ទៅភ្ញាក់ជាមួយខ្លួនឯងអញ្ចឹងថ្ងៃនេះសក់ម៉ូតសក់ថ្មីហើយក៏លើកដំបូងនៅក្នុងការកាត់សក់ខ្លីយើង explore មើលហើយហ្នឹងហើយអារម្មណ៍មួយយ៉ាងហើយប្លែកខ្លួនឯងដែរចង់មើលខ្លួនឯងចង់ស្គាល់ពេលខ្លះហ្នឹងហើយអញ្ចឹងអរគុណច្រើនមែនតើហើយអរគុណសម្រាប់ការចូលរួមហើយថ្ងៃនេះយើងនឹងទៅជែកជុំវិញរឿងទាំងអស់ហ្នឹងបន្ថែមទៀតអញ្ចឹងសម្រាប់ហេងតើហេងនឹងពំនាំអ្វីខ្លះអំពីការយល់ខុសមកក្នុងសហគមន៍អ្នកសាញ់ភេទដូចគ្នារបស់យើងមកទៅជែកនៅក្នុងថ្ងៃនេះហ្នឹងហើយខ្ញុំគិតថាអរគុណច្រើនបងហើយខ្ញុំយើងបានឃើញនៅក្នុងអេពីសូតទី1យើងបាននិយាយបានច្រើនហើយតាក់ទងមួយការយល់ខុសនៅក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងហើយនឹងការយល់ខុសពីមជ្ឈដ្ឋានខាងក្រៅមកក្នុងសហគមន៍យើងផងហើយក្នុងថ្ងៃនេះខ្ញុំក៏មានចំណុចមួយចំនួនទៀតដែលតាក់ទងជាមួយនឹងការយល់ខុសពីសហគមន៍ពីខាងក្រៅមកសហគមន៍យើងអញ្ចឹងចំណុចទី1ខ្ញុំគិតថារៀងជូរចត់តិចហើយដែលខ្ញុំលើកពីប្រវត្តិជីវិតរបស់ខ្ញុំអញ្ចឹងណាដែលយើងធ្លាប់ឆ្លងកាត់អារម្មណ៍មួយដែលយើងគិតថាឈឺចាប់ដែលត្រូវបានគេរើសអើងអញ្ចឹងមានពេលមួយហ្នឹងខ្ញុំធ្វើការនៅកន្លែងមួយហ្នឹងហើយពេលហ្នឹងគឺខ្ញុំអត់ទាន់ហ៊ានបង្ហាញខ្លួនឯងជាអ្នកគេទេដោយសារយើងនៅរៀងដូចថាលាក់អត្តសញ្ញាណខ្លួនឯងអញ្ចឹងយើងអត់ទាន់រួចរាល់ក្នុងការបង្ហាញក៏ពេលដែលយើងធ្វើការអញ្ចឹងទៅក៏ទោះបីយើងលាក់យ៉ាងណាក៏ដោយប៉ុន្តែការបង្ហាញអំពីអត្តចរិតរបស់យើងអីហ្នឹងធ្វើឲ្យអ្នកជុំវិញរៀងសង្ស័យយើងអញ្ចឹងហើយក៏មានពេលមួយអ្នកដែលគាត់ធ្វើការជាមួយគ្នាហ្នឹងដែលគាត់មានភេទពីកំណើតជាបុរសហ្នឹងគាត់បាននិយាយដូចជាឌៀមដាមផ្លែផ្កាមកយើងអញ្ចឹងណាគាត់ប្រើពាក្យថាអ្នកស្រឡាញ់ភេទដូចគ្នាមិនគួររស់នៅលើផែនដីនេះទេឃ្លាហ្នឹងគឺជាឃ្លាដែលខ្ញុំចាំបំផុតហ្មងហើយអត់មានភ្លេចតែឃ្លាមួយហ្នឹងគាត់ប្រើពាក្យមួយហ្នឹងឌៀមដាមឲ្យខ្ញុំអញ្ចឹងខ្ញុំសូមបែងចែកជា2នៅពេលដែលខ្ញុំឮឃ្លាហ្នឹងហើយទី1គឺអារម្មណ៍ថាខ្ញុំមានអារម្មណ៍បែបណានៅពេលដែលឮបែបហ្នឹងហើយទី2តើអ្នកស្រឡាញ់ភេទដូចគ្នាពិតជាមិនសមនឹងរស់នៅលើភពផែនដីហ្នឹងមែនអត់ហ្នឹងហើយអញ្ចឹងទី1ដែលខ្ញុំជួបហ្នឹងអារម្មណ៍ពេលហ្នឹងគឺបាក់ទឹកចិត្តមានអារម្មណ៍ថាពាក្យរបស់គាត់ហ្នឹងដូចជារៀងត្រូវខ្លះខុសខ្លះមិនអារម្មណ៍ពេលហ្នឹងស្មុគស្មាញហើយទៅជាគិតថាខ្លួនឯងមិនសមនឹងរស់មែនព្រោះហេតុអីបានយើងមកយើងខុសគេហេតុអីបានយើងមកយើងមិនដូចគេហ្មងទៅមិនបាច់ចាំបាច់ឆ្លងកាត់ការរើសអើងច្រើនអីអញ្ចឹងណាពេលហ្នឹងហាក់បីដូចជាអារម្មណ៍មួយច្បុកច្បល់ខ្លាំងអត់ស្គាល់ខ្លួនឯងអញ្ចឹងណាបងក៏មានអារម្មណ៍មួយថាឈឺចាប់បាក់ទឹកចិត្តហើយពេលភ្លាមហ្នឹងក៏គិតថាអត់ចង់បន្តរស់នៅទៀតទេពីព្រោះយើងគិតថារស់នៅទៀតមិនដឹងគេរើសអើងយើងមិនហើយមានអារម្មណ៍ថាដូចអត់មានកម្លាំងចិត្តក្នុងការបន្តដំណើរទៀតប៉ុន្តែពេលដែលខ្ញុំបានចូលក្រុមរបស់យើងហើយខ្ញុំចាប់ផ្ដើមស្គាល់អំពីសិទ្ធិរបស់ពួកយើង
ហើយអ្វីដែលពួកយើងអាចធ្វើបានសម្រាប់សង្គមមួយនេះសម្រាប់ខ្លួនឯងសម្រាប់គ្រួសារយើងចាប់ផ្ដើមហ៊ានបង្ហាញនៅអត្តសញ្ញាណខ្លួនឯងហើយចាប់ផ្ដើមផ្លាស់ប្ដូរផ្នត់គំនិតហ្នឹងហ្មងថាអ្នកស្រឡាញ់ភេទដូចគ្នាគឺស័ក្តិសមបំផុតក្នុងការរស់នៅលើភពផែនដីនេះដែលគ្រប់គ្នាទាំងអស់មិនថាគាត់អត្តសញ្ញាណgender បែបណាឬក៏គាត់មានភេទពីកំណើតអីទេគឺគាត់ស័ក្តិសមក្នុងការរស់នៅលើភពផែនដីទាំងអស់គ្នាហើយគ្មានច្បាប់ណាមួយដែលចែងថាអូអ្នកណាម្នាក់ត្រូវតែមានសិទ្ធិរស់នៅអ្នកផ្សេងអត់មានសិទ្ធិរស់នៅអាហ្នឹងអត់មានច្បាប់ណាចែងនៅក្នុងប្រទេសរបស់យើងទេអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបងប៉ុន្តែបើបងមានអីបន្ថែមអាចបន្ថែមមកបានមែនតើទៅពាក្យរបស់នរណាម្នាក់ឬក៏មនុស្សដែលនិយាយពាក្យមួយចំនួនទៅកាន់នរណាម្នាក់ពេលខ្លះយើងអត់គិតថាពាក្យដែលយើងនិយាយហ្នឹងវាបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍នរណាម្នាក់ហើយយើងបានធ្វើឲ្យគេឈឺចាប់វាអត់គួរស័ក្តិសមទេអញ្ចឹងខ្ញុំគិតថាយើងទាំងអស់គ្នាគួរតែបានគិតចំពោះពាក្យសម្ដីដែលយើងនឹងនិយាយឬក៏យើងក្រងនឹងនិយាយវាអត់ស័ក្តិសមទេដែលគ្រាន់តែសម្ដីយើងមួយយើងបានធ្វើឲ្យគេឈឺចាប់សម្ដីយើងដែលគ្រាន់តែកន្លោះវាជាខ្យល់ដែលគ្រាន់តែចេញពីមាត់យើងវាស្រួលទេតែអ្នកដែលស្ដាប់អ្នកដែលឮធ្វើឲ្យគេលែងចង់រស់ធ្វើឲ្យគេលែងមានអារម្មណ៍ថាជីវិតគេមានតម្លៃបើមិនមកស្ដាប់ឮសម្បីតែហេងក៏បានគិតថាជីវិតរបស់យើងវាហាក់ដូចជាវាអត់មានតម្លៃយើងហាក់ដូចជាអត់ស័ក្តិសមនឹងរស់ពិតមែនណាអញ្ចឹងវាសម្ដីទាំងអស់ហ្នឹងវាធ្ងន់ធ្ងរបើសម្រាប់បងដែលពេលស្ដាប់ឮអញ្ចឹងក៏សង្ឃឹមថាបទពិសោធន៍មួយហ្នឹងគឺជាការបញ្ញាអារម្មណ៍មួយទៅដល់សាធារណជនទាំងអស់មិនថាជាអ្នកស្រឡាញ់ភេទដូចគ្នាក្តីមិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នាក្តីខ្ញុំយល់ថាយើងគួរតែបានគិតជាមុននឹងយើងនិយាយពាក្យណាមួយដែលយើងអាចធ្វើឲ្យនរណាម្នាក់ឈឺចាប់និងអាចធ្វើឲ្យនរណាម្នាក់ដែលគេលេងស្រឡាញ់ឬក៏លេងគិតថាជីវិតគេមានតម្លៃវាអត់ស័ក្តិសមទេនៅក្នុងការនិយាយពាក្យទាំងអស់ហ្នឹងអរគុណច្រើនមែនតើហេងពីបងទៅបងចង់លើករឿងមួយដែលពាក្យហ្នឹងគឺយើងធ្លាប់ឮមកច្រើនមែនតើឮគេនិយាយច្រើនដែលគេថាស្រឡាញ់ភេទដូចគ្នាខ្លាចដាច់ពូជមនុស្សពាក្យហ្នឹងគឺឮច្រើនមែនតើអញ្ចឹងថ្ងៃនេះជាឱកាសមួយដែលយើងចង់ឲ្យយោបល់ក៏ដូចជាចង់ឲ្យគំនិតមួយចំនួនចំពោះពាក្យទាំងអស់ហ្នឹងអញ្ចឹងពាក្យដែលថាខ្លាចដាច់ពូជមនុស្សប្រហែលជាពេលខ្លះគេនិយាយហ្នឹងគេចង់មានន័យថាការស្រឡាញ់ភេទដូចគ្នាអាចមានកូនបាទអញ្ចឹងទីមួយខ្ញុំចង់និយាយពីរឿងមានកូនអ្នកស្រឡាញ់ភេទដូចគ្នាគឺអាចមានកូនបានមិនមែនការស្រឡាញ់ភេទដូចគ្នាមិនអាចមានកូនបានទេការមានកូនបានទីមួយគឺយើងអាចស្មុំកូនបានការស្មុំកូនគឺជាវិធីមួយដែលធ្វើឲ្យយើងអាចមានកូនបានទោះបីជាកូនស្មុំប៉ុន្តែក៏ជាកូនរបស់យើងដែលយើងស្មុំមកហើយអញ្ចឹងទី2គឺអ្នកស្រឡាញ់ភេទដូចគ្នាក៏អាចមានកូនបានដែរតាមបែបតាមបែបវិទ្យាសាស្ត្រនៅក្នុងពេលបច្ចុប្បន្ននេះវិទ្យាសាស្ត្រដែលមានការជឿនលឿនហើយយើងឃើញថាមានដៃគូអ្នកស្រឡាញ់ភេទដូចគ្នាជាពិសេសស្ត្រីស្រឡាញ់ស្ត្រីគឺគាត់មានកូនដែលខ្លួនឯងបានហ្នឹងគឺមានច្រើនមែនតើទាំងនៅស្រុកយើងទាំងនៅស្រុកគេគឺយើងឃើញថាមានច្រើនមែនតើអញ្ចឹងការស្រឡាញ់ភេទដូចគ្នាគឺអាចមានកូនបានចំណុចមួយទៀតដែលចង់ឆ្លើយតបទៅការដែលខ្លាចដាច់ពូជមនុស្សយើងអាចមើលចំនួនប្រជាជនសរុបនៅលើពិភពលោកហៅថា world population ចំនួនប្រជាជនសរុបនៅលើពិភពលោកជារៀងរាល់ឆ្នាំគឺកើនឡើង70លាននាក់ជារៀងរាល់ឆ្នាំអញ្ចឹងតួលេខគឺមិនដែលមានកំណើនប្រជាជនលើពិភពលោកខយចុះទេគឺមានតែកើនឡើងអញ្ចឹងទាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជាតួលេខសរុបទាំងអស់នៅលើពិភពលោកគឺចំនួនប្រជាជនគឺកើនឡើងហើយកើនឡើងជារៀងរាល់ឆ្នាំហើយចំណុចមួយទៀតដែលយើងគួរតែកត់សម្គាល់ដែរចំនួនមនុស្សកើនឡើងប៉ុន្តែចំនួនដីនៅលើភពផែនដីនេះគឺមិនរិចទេមានន័យថាម៉េចមានន័យថាភពផែនដីយើងប៉ុណ្ណាគឺយើងនៅប៉ុណ្ណឹងមានតែទឹកលិចបន្ថែមធ្វើឲ្យដីកាន់តែថយចុះអញ្ចឹងចំនួនមនុស្សកាន់តែកើនដីមិនកើនទេតើថ្ងៃមុខទៀតនឹងទៅជាយ៉ាងណាអាហ្នឹងគឺជារឿងមួយដែលកាត់ឡើងជាក់ស្ដែងរស់ហើយនៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយយើងឃើញថាការបំផ្លាញធនធានធម្មជាតិហ្នឹងក៏មានច្រើនការបំផ្លាញដោយសារអីពេលដែលមានកំណើនប្រជាជនកាន់តែច្រើនការបំផ្លាញធនធានមនុស្សធនធានធម្មជាតិគឺកាន់តែច្រើនដោយយើងឃើញថារបស់ប្រើប្រាស់នៅលើភពផែនដីនេះតាំងពីតុទូតាំងពីចានតាំងពីសម្លៀកបំពាក់តាំងពីរបស់របរសពគ្រប់បែបយ៉ាងដែលមនុស្សប្រើតើរបស់របរហ្នឹងយកមកពីណារបស់របរទាំងអស់ហ្នឹងគឺសុទ្ធតែមកពីធម្មជាតិទាំងអស់ចំនួនមនុស្សកាន់តែច្រើនការបំផ្លាញធនធានធម្មជាតិដែលត្រូវយកមកផលិតជារបស់ប្រើប្រាស់របស់សម្ភារៈអីផ្សេងនៅក្នុងពិភពលោកហ្នឹងគឺត្រូវការពីធម្មជាតិទាំងអស់
ហើយធម្មជាតិកើតអត់ទាន់មនុស្សទេអញ្ចឹងបាច់ភ័យព្រួយទេរឿងបាត់បង់មនុស្សភ័យព្រួយខ្លាចបាត់បង់ទុនធានធម្មជាតិវិញអាហ្នឹងគឺជារឿងដ៏សំខាន់ព្រោះយើងឃើញថាទំនោរហ្នឹងគឺទៅបែបហ្នឹងហើយអញ្ចឹងខ្ញុំគិតថាហ្នឹងគឺគ្រាន់តែជាអ្វីមួយដែលយើងលើកឡើងវាជាការពិតមួយដែលកំពុងតែកើតឡើងហើយប៉ុន្តែមនុស្សបានគិតថាការស្រឡាញ់ភេទដូចគ្នាអាចធ្វើឲ្យបាត់បង់មនុស្សអញ្ចឹងវាអត់អាចទេហើយចំណុចមួយទៀតដែលសំខាន់ដែរតាមពិតទៅអ្នកស្រឡាញ់ភេទដូចគ្នាគឺមិនមែនតែមានឥឡូវទេមិនមែនតែមាននៅសតវត្សទី21ទេអ្នកស្រឡាញ់ភេទដូចគ្នាគឺមានតាំងពីដើមកំណើតនៃមនុស្សជាតិមកម្លេះអញ្ចឹងបើសិនជាការស្រឡាញ់ភេទដូចគ្នាបាត់បង់ធនធានមនុស្សប្រហែលជាមិនមានមនុស្សមកដល់បច្ចុប្បន្ននឹងដល់ស្មើនឹងទេអញ្ចឹងខ្ញុំសង្ឃឹមថាវាជាតុនមួយក៏ដូចជាចំណុចមួយចំនួនដែលធ្វើឲ្យបងប្អូនក៏ដូចជាប្រជាពលរដ្ឋយើងអាចគិតពិចារណាឡើងវិញនៅក្នុងការដែលលើកឡើងចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាអរគុណច្រើនអញ្ចឹងសម្រាប់ហេមានអីបន្ថែមទៀតហ្នឹងហើយបងខ្ញុំគិតថាចំណុចដែលបងរៀបរាប់ហ្នឹងគឺបានក្បោះក្បាយខ្លាំងហើយខ្ញុំគិតថាខ្ញុំមានតែចំណុចតិចទេដែលចង់បន្ថែមលើអ្វីដែលបងនិយាយអញ្ចឹងណាដោយសារតែនៅពេលដែលយើងគិតថាការយកកូនបើយើងនិយាយភាសាសាមញ្ញណាថាការយកកូនអញ្ចឹងដូចបងរៀបរាប់មិញអញ្ចឹងអ្នកស្រឡាញ់ភេទដូចគ្នាគាត់មានឱកាសយកកូនបានដែរតាមបែបវិជ្ជសាស្ត្រឬក៏គាត់អាចស្មុំកូនយកមកចិញ្ចឹមអញ្ចឹងណាករណីមួយទៀតមិនមានន័យថាមនុស្សពីរនាក់ស្រឡាញ់គ្នាដឹងតែត្រូវយកកូនទេគឺអាស្រ័យទៅលើថាតើគូរបស់គាត់នឹងគាត់សម្រេចចិត្តថាយកអត់យើងបានឃើញជាច្រើនគូដែលគាត់ជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាប៉ុន្តែគាត់សម្រេចចិត្តអត់យកកូនទេដោយសារតែគាត់ពេញចិត្តក្នុងការរស់នៅតែពីរនាក់ដៃគូគាត់ហើយគាត់អត់ចង់បានកូនហ្នឹងហើយអញ្ចឹងអានេះជារឿងអីដែលយើងចង់បង្ហាញឲ្យច្បាស់អញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រឡប់មកវិញគឺមានន័យថាអ្នកស្រឡាញ់ភេទដូចគ្នាក៏ដោយអ្នកស្រឡាញ់ភេទផ្ទុយគ្នាក៏ដោយគឺគាត់មានសិទ្ធិក្នុងការសម្រេចថាគាត់ចង់បានកូនឬក៏អត់អញ្ចឹងមិនមែនមានន័យថាឲ្យតែស្រឡាញ់ភេទដូចគ្នាអត់មានកូនហើយស្រឡាញ់ភេទផ្ទុយគ្នានឹងត្រូវតែយកកូនរហូតទេហ្នឹងហើយអរគុណច្រើនមែនតើហើយបានថែមចំណុចសំខាន់អញ្ចឹងវាជាជំរើសហើយនឹងការសម្រេចចិត្តរបស់អ្នកទាំងពីរមានន័យថាដៃគូរបស់គាត់នឹងអាចសម្រេចចិត្តថាយកកូនឬមិនយកកូនអានឹងគឺជារឿងផ្ទាល់ខ្លួននៅក្នុងការសម្រេចចិត្តអរគុណច្រើនហើយបងឃើញថាមានចំណុចមួយទៀតដែលយើងតែងតែឮដែលគេថាស្រឡាញ់ភេទដូចគ្នាខ្លាចបាត់បង់ធនធានមនុស្សតាមពិតមែនតែនទៅការដែលខ្លាចបាត់បង់ធនធានមនុស្សហ្នឹងក៏ពេលខ្លះអាចនឹងពួកគាត់ចង់សម្ដៅទៅលើការមានកូនឬមិនមានកូនដែរប៉ុន្តែយើងចង់បែងចែករឿងនឹងជាពីរមិនយើងថាខ្លាចដាច់ពូជមនុស្សខ្លាចលែងមានមនុស្សកើតមកទៀតហើយឥឡូវនេះខ្លាចតាក់ទងទៅនឹងធនធានមនុស្សសម្រាប់ពួកយើងតាមពិតពួកយើងធ្លាប់និយាយជាច្រើនមកហើយដែរតាក់ទងនឹងធនធានមនុស្សណាពាក្យដែលថាធនធានមនុស្សគឺជាមនុស្សដែលខ្លាយជាធនធានក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងអញ្ចឹងមនុស្សដែលមានសមត្ថភាពទេពកោសល្យចំណេះជំនាញហ្នឹងគឺมันអាស្រ័យទៅលើថាតើគាត់ជាអ្នកស្រឡាញ់ភេទដូចគ្នាឬមិនមែនជាអ្នកស្រឡាញ់ភេទដូចគ្នាទេនរណាក៏អាចមានដែរនរណាក៏មានទេពកោសល្យនរណាក៏អាចមានសមត្ថភាពចំណេះដឹងជំនាញរបស់គេនៅក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិជាក់ស្ដែងនៅក្នុងសង្គមយើងមិនថាទាំងប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោកដែរគឺមានអ្នកស្រឡាញ់ភេទដូចគ្នាជុំវិញសហគមន៍របស់យើងរួចទៅហើយនៅក្នុងការចូលរួមនៅក្នុងអភិវឌ្ឍសង្គមជាតិរបស់យើងហើយមួយទៀតយើងគិតថាវាជារឿងសំខាន់នៅពេលដែលមនុស្សដែលធំធាត់ឡើងមកពោពេញទៅដោយទំនួលខុសត្រូវចំពោះខ្លួនឯងក៏ដូចជាទំនួលខុសត្រូវចំពោះគ្រួសារនិងសង្គមអានឹងទៅជារឿងសំខាន់មិនមែនសំដៅទៅលើភេទស្រឡាញ់ភេទដូចគ្នាឬក៏ស្រឡាញ់ភេទផ្ទុយគ្នាទៅសំខាន់ទេគឺអត់សំខាន់ទេអ្វីដែលសំខាន់ទៅលើថាតើបុគ្គលហ្នឹងគាត់មានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯងបែបណាហើយយើងថាគាត់អីគេអាចចិញ្ចឹមខ្លួនឯងបានអត់អាចចិញ្ចឹមមើលថែក្រុមគ្រួសារឬក៏អាចធ្វើឲ្យគ្រួសារមួយមានសុភមង្គលដែលបានដែរឬក៏អត់អានឹងទៅជារឿងដ៏សំខាន់ជាជាងដែលយើងឃើញថាមានគេប្រៀបធៀបអ្នកស្រឡាញ់ភេទដូចគ្នាថាជាអីគេជាអ្នកដែលអាចធ្វើឲ្យគ្មានអនាគតជាអ្នកដែលអាចធ្វើឲ្យបាត់បង់ធនធានមនុស្សបាត់បង់អីផ្សេងប៉ុន្តែគេអត់បានមើលទៅលើថាតើចុះមនុស្សមួយចំនួនដែលការរស់នៅរបស់គាត់បានធ្វើឲ្យប៉ះពាល់ទៅដល់សង្គមជាតិមនុស្សមួយចំនួនដែលអីគេមិនមានសមត្ថភាពសំបីតែអាចចិញ្ចឹមខ្លួនឯងធ្វើជាបុគ្គលដ៏ល្អមួយសម្រាប់សង្គមមិនមែនជាបន្ទុករបស់សង្គមអានឹងទៅជារឿងដែលសំខាន់ដែលយើងគួរតែគិតគូរនិងគួរតែមើលទៅលើរឿងទាំងអស់ហ្នឹងហើយមានអីថែមទៀតហ្នឹងហើយបងពិតជាចាប់អារម្មណ៍ខ្លាំងមែនតើអ្វីដែលបងលើកមិញណាហើយ
ខ្ញុំមានក៏នឹកឃើញចំណុចមួយហើយចាប់អ្វីដែលបងបានរៀបរាប់មិញចំណុចមួយគឺបងថាដូចថាអាសាឃើញតែគេនិយាយថាអ្នកស្រឡាញ់ភេទដូចគ្នាអត់អនាគតហើយខ្ញុំខ្លួនឯងហ្នឹងក៏អាសាឃើញជាពិសេសនៅក្នុងបណ្ដាញសង្គមមួយចំនួនដែលពួកគាត់នាំគ្នា comment ថាអូអ្នកស្រឡាញ់ភេទដូចគ្នាអត់មានអនាគតទេមិនបានទៅស្រឡាញ់គ្នាអីចឹងអញ្ចឹងចំណុចឡើយនេះខ្ញុំគិតថាខ្ញុំចង់ភ្ជាប់មួយបងបន្តិចវាពាក់ព័ន្ធជាមួយថាអនាគតខ្ញុំគិតទេណាពួកគាត់ចង់មានន័យថាទី1គឺតាក់ទងរឿងការមានកូនទី2គឺគាត់គិតថាភាពជោគជ័យក្នុងជីវិតដែលខ្ញុំគិតថាបើយើងវិភាគពីអនាគតដែលគាត់ចង់មានន័យទី3អាចពាក់ព័ន្ធជាមួយនឹងកត្តារស់នៅឬក៏ការមើលងាយពីសង្គមអីផ្សេងៗអញ្ចឹងទៅអញ្ចឹងគាត់ចង់មានន័យថាអត់អនាគតឡើយនេះគឺទី1អាចនឹងអត់កូនទី2អាចនឹងអត់ជោគជ័យក្នុងការងារអាចនឹងអត់ជោគជ័យក្នុងជីវិតគ្រួសារអីចឹងទៅទី3គឺពួកគាត់ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងអាចនឹងជួបនៅបញ្ហាដែលគេរើសអើងដែលគេប្រើពាក្យមាក់ងាយគំរោះគំរើយអីដាក់ចឹងទៅជាហេតុដែលធ្វើឲ្យពិបាកអញ្ចឹងពីអនាគតឡើយហ្នឹងអញ្ចឹងសម្រាប់ខ្ញុំគិតថាយើងគួរបែងចែក clear ឡើយនេះតាមរយៈបុគ្គលវិញឥឡូវយើងនិយាយជាបុគ្គលមិនថាគាត់មានអត្តសញ្ញាណ gender អីឬក៏ភេទពីកំណើតអីទេយើងនិយាយពីបុគ្គលវិញអញ្ចឹងអ្នកខ្លះគឺពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្ទាល់ខ្លួនរបស់គាត់ទោះបីគាត់ជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាក៏យើងតែងតែឃើញអ្នកខ្លះគឺគាត់ធ្វើនៅអំពើអីដែលខុសច្បាប់ធ្វើអីដែលប៉ះពាល់ជីវិតអ្នកដទៃឬក៏បំពានអ្នកដទៃអីចឹងទៅអញ្ចឹងពាក្យថាអនាគតកន្លែងនេះគឺខ្ញុំចង់បញ្ជាក់ថាមិនមែនសំដៅមកថាឲ្យតែអ្នកស្រឡាញ់ភេទដូចគ្នាគឺអត់អនាគតទេគឺអាស្រ័យទៅលើបុគ្គលក៏មានអ្នកស្រឡាញ់ភេទដូចគ្នាមួយចំនួនគាត់អាចនឹងធ្វើរឿងអីដែលមិនល្អហើយក៏មានអ្នកស្រឡាញ់ភេទផ្ទុយគ្នាដែលគាត់ធ្វើរឿងមិនល្អដូចគ្នាអញ្ចឹងខ្ញុំចង់ឲ្យបែងចែកកន្លែងនេះថាវាជារឿងរបស់បុគ្គលមិនមែនជារឿងរបស់អ្នកស្រឡាញ់ភេទដូចគ្នាបើសិនជាអ្នកទាំងអស់គ្នាអាចចង់ដឹងថែមយើងសាកចូលទៅមើលស្ថិតិផ្សេងៗនៅក្នុងពន្ធនាគារផ្សេងៗអញ្ចឹងតើមានអ្នកស្រឡាញ់ភេទដូចគ្នាប្រមាណភាគរយនៅក្នុងពន្ធនាគារនឹងដែលប្រកាសថាគាត់ដឹងធ្វើអំពើខុសច្បាប់ហើយឬក៏មានអ្នកស្រឡាញ់ភេទផ្ទុយគ្នាប្រមាណភាគរយអញ្ចឹងយើងយកស្ថិតិហ្នឹងយកមកផ្ទៀងផ្ទាត់មកអញ្ចឹងមិនមានន័យថាក្នុងពន្ធនាគារហ្នឹង 100% សិតតែអ្នកស្រឡាញ់ភេទដូចគ្នាដែលគាត់ធ្វើរឿងខុសច្បាប់ពេលត្រូវទេហ្នឹងហើយអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចង់បញ្ជាក់ឲ្យឃើញនៅចំណុចហ្នឹងគឺហើយមួយទៀតតកតងមួយភាពជោគជ័យក្នុងជីវិតអញ្ចឹងយើងគួរតែកំណត់នៅពាក្យថាជោគជ័យហើយពាក្យជោគជ័យហ្នឹងគឺការកំណត់នោះផ្សេងគ្នាខ្ញុំគិតថាបងកំណត់ភាពជោគជ័យក្នុងជីវិតបងផ្សេងខ្ញុំកំណត់ភាពជោគជ័យក្នុងជីវិតខ្ញុំផ្សេងអ្នកខ្លះគាត់គិតថាគាត់គ្រាន់តែមានអាជីពមួយសមរម្យទៅគាត់អាចរស់នៅជាមួយមនុស្សគាត់ស្រឡាញ់គាត់អាចមានគ្រួសារមួយដែលល្អហើយគាត់អាចមានជីវភាពមួយដែលសមរម្យគាត់គិតថាហ្នឹងជាភាពជោគជ័យឯងតែអ្នកខ្លះអត់ទេគាត់គិតថាតតែគាត់រៀនចប់ដល់បណ្ឌិតឬក៏គាត់មានការងារមួយដែលល្អខ្លាំងហ្មងបានគាត់គិតថាភាពជោគជ័យអញ្ចឹងកន្លែងនេះគឺម្នាក់គឺកំណត់ភាពជោគជ័យក្នុងជីវិតរបស់យើងហ្នឹងគឺផ្សេងគ្នាទាំងអស់អញ្ចឹងយើងអត់អាចដូចថាភាសាអង់គ្លេសយើងថា make generalization ណាថាបង្កើតជាទ្រឹស្ដីរួមហ្មងថាអ្នកស្រឡាញ់ភេទដូចគ្នាដឹងតែអត់អនាគតយើងអត់អាចធ្វើចឹងបានទេហ្នឹងហើយអូមែនតើហេគួរឲ្យចាប់អារម្មណ៍យ៉ាអញ្ចឹងវាជារឿងសំខាន់ដែលយើងមើលទៅលើបុគ្គលនីមួយជាជាងដែលយើងវាតម្លៃសរុបរួមថាអ្នកស្រឡាញ់ភេទដូចគ្នាបែបនេះអ្នកស្រឡាញ់ភេទផ្ទុយគ្នាបែបនោះអញ្ចឹងនៅក្នុងសង្គមមួយគឺមានភាពចម្រុះអានឹងគឺជារឿងធម្មតាធម្មជាតិគឺបង្កើតមកមនុស្សមានភាពចម្រុះធម្មជាតិក៏មានភាពចម្រុះសត្វក៏មានភាពចម្រុះអ្វីគ្រប់យ៉ាងគឺមានភាពចម្រុះហើយសង្ឃឹមថាសង្គមមួយដែលពោពេញទៅដោយភាពចម្រុះនោះឯងគឺជាសង្គមមួយដែលពោពេញទៅដោយសុខដុមរមនាដែលយើងអាចរស់នៅជាមួយគ្នានិងជុំគ្នាបានអញ្ចឹងសង្ឃឹមថាយើងនឹងឈប់គិតនិងឈប់វាតម្លៃសរុបរួមថាអ្នកសង្ឃិតដូចគ្នាត្រូវតែបែបនេះឬក៏គួរតែបែបនោះប៉ុន្តែយើងមើលទៅលើទង្វើរបស់បុគ្គលជាជាងមើលទៅលើថាតើគាត់ជាក្រុមមនុស្សមួយណាអញ្ចឹងណាអរគុណច្រើនមួយវិញទៀតចង់លើកឡើងនៅចំណុចមួយទៀតដែលតាមពិតអាកន្លែងចំណុចដែលបងនឹងចង់លើកហ្នឹងវារៀងកំ pl ែងបន្តិចផងវាហួសចិត្តបន្តិចផងណាដែលជឿថាបងប្អូនទាំងអស់គ្នាក៏ធ្លាប់ឃើញដែរនៅពេលដែលឃើញមាននៅក្នុង social media ឃើញជាពិសេសគឺបរិបទដែលស្រឡាញ់បរិបទពេលដែលពួកគាត់ផុសមួយគ្នាឬក៏មានព័ត៌មានអីដែលពាក់ព័ន្ធនឹងបរិបទបរិបទយើងឃើញថាមានការ comment ក៏ដូចជាការបញ្ចេញមតិយោបល់នឹងច្រើនមែនទែនដែលគេប្រើពាក្យថា
ខ្លាច់អីគេខ្លាញ់ឡើងថ្លៃឬក៏ប្រើខ្លាញ់ប្រើអីបើសម្រាប់បងពេលដែលលឺអាពាក្យប្រើខ្លាញ់ហ្នឹងវាដូចជាចង់ខ្សោយបន្តិចវាដូចជាអីគេវាហួសចិត្តបន្តិចណាវាឆ្ងល់ថាវាពាក់ព័ន្ធអីមួយខ្លាញ់អញ្ចឹងណាក៏មែនតែនទៅឆ្ងល់ថាវាពាក់ព័ន្ធអីមួយខ្លាញ់អញ្ចឹងកន្លែងនេះក៏នឹងឲ្យជាចំណុចមួយដែរដោយសារតែយើងឃើញថាមានការនិយាយច្រើនមែនទែនហើយមិនដឹងថាអ្នកខ្លះគាត់និយាយលេងតែប្រហែលជាអ្នកខ្លះគាត់គិតថាមែនណាតែអ្វីដែលយើងចង់និយាយវាការស្រឡាញ់ភេទដូចគ្នាវាមានពាក្យអីពាក់ព័ន្ធជាមួយនឹងខ្លាញ់ទេហើយក៏សង្ឃឹមថាការដែលលើកយករឿងហ្នឹងមកលេងសើចជាការចំអកអីផ្សេងនេះវាគួរតែឈប់មានទៅដោយសារវាមិនមែនជាការបង្ហាញនៅភាពថ្លៃថ្នូររបស់មនុស្សទេនៅពេលដែលយើងសើចយើងមាក់ងាយគេយើងថាឲ្យគេឬក៏ជជិកនៅរឿងផ្ទាល់ខ្លួនរបស់គេប្រើនេះគេប្រើនោះហើយការប្រើអីប្រើវាមានរបស់ប្រើច្រើនណាវាមិនមែនជាការប្រើខ្លាញ់ទេគាត់នៅចង់ប្រាប់ទៅវិញហើយក៏សង្ឃឹមថាការដែលយកមកលេងសើចបែបហ្នឹងវាគួរតែកាត់បន្ថយវាគួរតែកាត់បន្ថយវាគួរតែលេងមានហើយយើងពិតជាឃើញអញ្ចឹងទៅវារៀងប៉ះពាល់អារម្មណ៍របស់យើងច្រើនដែរហើយក៏ចង់បង្ហាញថាវាអត់មានអីពាក់ព័ន្ធមួយរឿងខ្លាញ់ហ្នឹងទេមិនដែរចុះហេងវិញហ្នឹងហើយបងពេលបងលើកចំណុចហ្នឹងមកខ្ញុំពិតជាបានឃើញច្រើនមែនតើហ្មងមិនថានៅក្នុងវីដេអូបែបកំ pl ែងលេងសើចឬក៏នៅក្នុងបណ្ដាញសង្គមការ comment អីផ្សេងហ្នឹងគាត់ពួកគាត់ជួយចិត្តប្រើពាក្យថាប្រើទៅទិញខ្លាញ់ឬក៏ប្រើខ្លាញ់អីចឹងទៅសម្រាប់ខ្ញុំអារម្មណ៍ខ្ញុំផ្ទាល់ជាបុគ្គលម្នាក់នៅក្នុងសង្គមខ្ញុំអត់ហ៊ានប្រើពាក្យហ្នឹងទេដោយសារខ្ញុំមានអារម្មណ៍ថាពេលដែលខ្ញុំប្រើទៅវាជាពាក្យមួយដែលគាត់មានន័យទៅដល់ការរួមភេទប៉ុន្តែនៅពេលដែលគាត់ប្រើពាក្យទាំងអស់ហ្នឹងហាក់បីដូចជាសម្រាប់ខ្ញុំវាអត់មានសិលធម៌ក្នុងនាមយើងជាមនុស្សដូចគ្នាហេតុអីយើងត្រូវយកការរួមភេទរបស់អ្នកណាម្នាក់យកមកលេងសើចយកមកអីហើយមួយទៀតខ្លាញ់ហ្នឹងវាអត់មានពាក់ព័ន្ធអីជាមួយនឹងការរួមភេទទេពីព្រោះសម័យនេះគឺជាសម័យដែលថ្មីឯងបើសិនជាពួកគាត់ចង់រួមភេទក៏គាត់អាចមានវិធីសាស្ត្រដូចជាប្រើទឹករំអិលប្រើអីចឹងទៅវាអត់មានពាក់ព័ន្ធអីមួយខ្លាញ់ទេអញ្ចឹងខ្ញុំគិតថាការដែលយើងយកពាក្យហ្នឹងមកលេងសើចមិនបានបញ្ជាក់ពីភាពថ្លៃថ្នូររបស់យើងទេក្នុងនាមយើងជាបុគ្គលម្នាក់ជាមនុស្សម្នាក់នៅក្នុងសង្គមណាហ្នឹងហើយអរគុណច្រើនហេងបងមានចំណុចមួយទៀតដែលជាចំណុចសំខាន់ក៏ដូចជាការយល់ឃើញក្នុងពេលបច្ចុប្បន្នណាដោយសារតែយើងឃើញថាមានដៃគូអ្នកស្រឡាញ់ភេទដូចគ្នាជាច្រើនដែលចាប់ផ្ដើមរស់នៅជាមួយគ្នាបង្កើតជាគ្រួសារហើយក៏មានដៃគូជាច្រើនក៏ចាប់ផ្ដើមមានកូនអញ្ចឹងណាអញ្ចឹងទៅពេលដែលបែបហ្នឹងចាប់ផ្ដើមមានការយល់ឃើញមួយទៀតហើយគេសួរថាឬក៏គេឆ្ងល់ថាតើដៃគូអ្នកស្រឡាញ់ភេទដូចគ្នាពេលដែលគាត់មានកូនហ្នឹងតើគាត់អត់ខ្លាចពេលកូនធំឡើងខ្មាស់គេទេហើយដែលធ្លាប់ឮគេសួរក៏ដូចជាមានបន្ទិលនៅក្នុងការឆ្ងល់ទៅនឹងរឿងហ្នឹងឯងញឹកមែនតើបងច្រើនហ្នឹងហើយអញ្ចឹងពីយើងទៅការដែលមានកូនអ្នកស្រឡាញ់ភេទដូចគ្នាមានកូនយើងគិតថាវាមិនមែនជាអ្វីដែលគួរប្រួយបារម្ភទេដែលថាខ្លាចកូនខ្មាស់គេឬមិនខ្មាស់គេពីព្រោះភាពជាឪពុកម្ដាយខ្ញុំគិតថាមិនមែនតលតែឪពុកម្ដាយដែលជាភេទផ្ទុយគ្នាទៅអាចចិញ្ចឹមកូនបានល្អឯងវាអត់សំខាន់ថានៅលើភេទអីប៉ុន្តែគឺនៅលើក្តីស្រឡាញ់ការអប់រំកូនបែបវិជ្ជមានដែលឪពុកម្ដាយគ្រប់រូបគួរតែធ្វើទោះបីជាមានភេទដូចគ្នាភេទផ្ទុយគ្នាក៏ដោយអញ្ចឹងការអប់រំកូនបែបវិជ្ជមានការដែលមានទំនួលខុសត្រូវចំពោះកូនស្រឡាញ់ថ្នាក់ថ្នមបីបាច់ថែរក្សាកូននិងបំពេញតួនាទីជាឪពុកម្ដាយទៅជារឿងសំខាន់ជាងអ្នកដែលយើងអាចថាយើងឃើញឧទាហរណ៍ជាច្រើនមកហើយចំពោះបុគ្គលមួយចំនួននេះយើងអត់វាតម្លៃទាំងអស់ទេការដែលគាត់មិនមានទំនួលខុសត្រូវចំពោះកូនរបស់គាត់មានកូនហើយចោលគ្នាឬក៏អីគេទៅណេះមានកូននៅណោះទៅណេះមានកូននៅណោះហើយគ្នាក្នុងនាមជាកូនគ្នាបាត់បង់នៅភាពកក់ក្ដៅដែលគាត់ត្រូវទទួលបានពីឪពុកពីម្ដាយរបស់គាត់អញ្ចឹងកន្លែងហ្នឹងវាមិនមែនជារឿងសំខាន់ថាតើអ្នកស្រឡាញ់ភេទដូចគ្នាឬក៏ឪពុកម្ដាយជាអ្នកស្រឡាញ់ភេទផ្ទុយឬក៏ស្រឡាញ់ភេទដូចទេប៉ុន្តែអ្វីដែលសំខាន់គឺនៅលើតួនាទីឬក៏ទំនួលខុសត្រូវក្នុងភាពជាឪពុកម្ដាយដែលមានចំពោះកូនអាហ្នឹងទៅជារឿងសំខាន់មានអីចង់ថែមនិយាយទៅល្អដែលបងលើកចំណុចហ្នឹងខ្ញុំគិតថាខ្ញុំអត់មានអីថែមលើចំណុចបងឲ្យព្រោះបងរៀបរាប់អស់ហើយតែខ្ញុំមានចំណុចមួយផ្សេងទៀតដែលស្រៀងបងដែលខ្ញុំអាសាលឺដែរដោយគេនិយាយថាអ្នកឆ្លាញ់ភេទដូចគ្នានាំភាពអាម៉ាស់ឲ្យគ្រួសារខ្ញុំគិតថាបងធ្លាប់ឮច្រើនហ្នឹងហើយគាត់តែងតែគិតថាគ្រួសារណាដែលមានកូនជាអ្នកឆ្លាញ់ភេទដូចគ្នាគឺជារឿងមួយដែលអាម៉ាស់ខ្លាំងហ្មង
ឪពុកម្ដាយខ្លះគាត់អត់ហ៊ានទៅជួបញាតិមិត្តឬក៏បងប្អូនឬក៏អ្នកជិតខាងឯងដោយសារខ្លាចគេសួរថាមានកូនអ្នកស្រឡាញ់ភេទដូចគ្នាមែនអញ្ចឹងគាត់ខ្មាស់គេអីចឹងទៅអញ្ចឹងខ្ញុំគិតថាចំណុចឡើយនេះស្តៀងនឹងបងលើកដែរខ្ញុំគិតថាទី1គឺយើងបែងចែកឲ្យតែរវាងបុគ្គលខ្ញុំគិតថាវាពាក់ព័ន្ធជាមួយនឹងបុគ្គលច្រើនជាងមិនថាអ្នកស្រឡាញ់ភេទដូចគ្នាអ្នកស្រឡាញ់ភេទផ្ទុយគ្នាឬក៏មានអត្តសញ្ញាណ gender អីទេបើសិនជាបុគ្គលនឹងគាត់ធ្វើរឿងដែលខុសច្បាប់ឬក៏គាត់ទៅធ្វើអីដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃឬក៏គាត់ធ្វើអីដែលមិនសមរម្យនៅក្នុងសង្គមអាហ្នឹងវាជារឿងបុគ្គលវាមិនមែនជារឿងថាអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់សិតតែអញ្ចឹងទេបើសិនជាអ្នកស្រឡាញ់ភេទដូចគ្នាទាំងអស់សិតតែអញ្ចឹងត្រូវរកទិន្នន័យមកបញ្ជាក់មកថាពិតជា 100% អញ្ចឹងមែនអត់ហ្នឹងហើយហ្នឹងចំណុចទី1ចំណុចទី2ខ្ញុំគិតថាពាក់ព័ន្ធជាមួយនឹងបរិយាកាសខាងក្រៅនៅពេលដែលគ្រួសារគាត់មួយហ្នឹងឧទាហរណ៍ថាកូនរបស់គាត់ជាអ្នកស្រឡាញ់ភេទផ្ទុយគ្នាក៏ដោយដែលគាត់ធ្វើរឿងអីដែលមិនល្អយើងជាអ្នកដតីនេះយើងអត់អាចទៅសើចចំអកឲ្យគ្រួសាររបស់គេទេអញ្ចឹងយើងអត់អាចទៅថាអ្នកឯងមានកូនអត់ល្អទេទៅសើចចំអកពេលគេកំពុងមានទុកមានអីវាជារឿងមួយផ្សេងខ្ញុំគិតថាក្នុងនាមយើងជាមនុស្សជាតិដូចគ្នាបើយើងមិនបានថាទៅជួយអីគេក៏យើងមិនទៅសើចចំអកឬក៏មើងងាយឬក៏រើសអើងអីគេណាយ៉ាងហោចណាស់យើងដើរចេញទៅវាចប់ទៅអញ្ចឹងណាអញ្ចឹងខ្ញុំគិតថាពាក្យអាម៉ាស់កន្លែងនេះវាអាចថាដូចខ្ញុំបញ្ជាក់អញ្ចឹងគឺបុគ្គលហើយមួយទៀតគឺអាស្រ័យទៅលើបរិយាកាសខាងក្រៅហ្នឹងគាត់ត្រូវយល់ដឹងអំពីសុជីវធម៌ក្នុងការនិយាយក្នុងការរស់នៅអញ្ចឹងមិនមែនមានន័យថាត្រូវតែឃើញគេបែបនេះស្រាប់ហើយទៅប្រើពាក្យអីដែលមិនល្អទៅគ្រួសារគេទៅអីចឹងខ្ញុំគិតថាវាជារឿងដែលអត់សិលធម៌សោះក្នុងការរស់នៅហើយហ្នឹងហើយយើងឃើញថាបច្ចុប្បន្ននេះមានឪពុកម្ដាយក៏ដូចជាម៉ាក់ប៉ាជាច្រើនដែលគាត់ចាប់ផ្ដើមទទួលស្គាល់និងទទួលយកកូនគាត់ដែលជាអ្នកស្រឡាញ់ភេទដូចគ្នាណាហើយយើងក៏ឃើញដែរថានៅពេលដែលឪពុកម្ដាយទទួលយកកូនគាត់ហើយគ្រួសារគាត់ហាក់ដូចជាមានសុភមង្គលមែនតើឪពុកម្ដាយគឺគាត់លែងមានអារម្មណ៍មួយថាអូខ្លាចគេថាខ្លាចគេទៅខ្លាចគេអីគឺគាត់ជឿជាក់ហ្មងគាត់ស្រឡាញ់កូនគាត់ជាកូនគាត់អញ្ចឹងយើងក៏សង្ឃឹមថាឪពុកម្ដាយផ្សេងទៀតដែលអត់ទាន់មានអារម្មណ៍មួយដែលទទួលយកបានណាសង្ឃឹមថាមើលគំរូភាពមួយហ្នឹងដល់ពេលដែលឪពុកម្ដាយគាត់ថាគាត់ស្រឡាញ់កូនគាត់ជាគាត់អញ្ចឹងពាក្យហ្នឹងតែមួយម៉ាត់ណាចិត្តជាឪពុកម្ដាយក៏ធូរចិត្តជាកូនក៏ធូរហើយកូនហ្នឹងគឺគាត់មានក្តីសង្ឃឹមមែនតើនៅពេលដែលឮពាក្យដែលឪពុកម្ដាយនិយាយមកកាន់គាត់ថាគាត់ស្រឡាញ់កូនគាត់ជាគាត់ទោះបីកូនគាត់ជាអីក៏ដោយអញ្ចឹងពាក្យហ្នឹងគឺមានទម្ងន់មែនតើហើយសង្ឃឹមថាយើងនឹងបានឮពាក្យហ្នឹងពីម៉ាក់ប៉ាជាច្រើនផ្សេងទៀតនិយាយមកកាន់កូនគាត់ពួកពាក្យហ្នឹងគឺអត់មានអីគេអត់មានអីធ្ងន់ធ្ងរទេហើយពាក្យហ្នឹងក៏វាជាពាក្យសាមញ្ញមួយប៉ុន្តែជាពាក្យមួយដែលផ្ដល់ក្តីសង្ឃឹមទៅឲ្យកូនហើយនឹងជាពាក្យដែលផ្ដល់នៅសុភមង្គលនៅក្នុងគ្រួសារហើយគ្រួសាររបស់អ្នកណាគ្រួសាររបស់គាត់នឹងឯងហើយសង្ឃឹមថានឹងមានអ្នកផ្សេងច្រើនទៀតឪពុកម្ដាយអំពូមិញផ្សេងច្រើនទៀតគាត់ចាប់ផ្ដើមទទួលយកបែបហ្នឹងគ្រាន់តែទទួលយកកូនគាត់ជាកូនគាត់តែប៉ុណ្ណោះនឹងវិញខ្ញុំសូមកាត់បងបន្ថែមបន្តិចទៀតទេដូចខ្ញុំបានលើកមុននេះខ្ញុំថាជាអ្នកដតីយើងអត់គួរទៅសើចចំអកទៅលើគ្រួសារគេទេទោះគ្រួសារគេមិនក៏ដោយប៉ុន្តែបើយើងគិតផ្លូវមួយទៀតណាពេលខ្លះយើងអត់អាចខាត់អ្នកណាម្នាក់មិនឲ្យនិយាយបានខ្ញុំគិតអញ្ចឹងណាព្រោះទោះបើយើងអង្គុយខាត់ក៏មិនអាចខាត់គ្រប់មនុស្សអត់ឲ្យនិយាយដែរប៉ុន្តែអ្វីដែលសំខាន់ដូចបងលើកមកអញ្ចឹងគឺរឹងមាំនៅក្នុងគ្រួសាររបស់យើងអញ្ចឹងបើសិនជាគ្រួសារគាត់ទទួលយកកូនខ្លួនឯងគាត់មានមោទនភាពលើកូនខ្លួនឯងគាត់មានក្តីស្រឡាញ់តែឥតលក្ខខណ្ឌទៅលើកូនខ្លួនឯងទោះអ្នកដតីសើចចំអកមើងងាយមិនក៏នៅក្នុងគ្រួសារនៅតែមានសុភមង្គលដែរពីព្រោះគាត់ទទួលយកកូនខ្លួនឯងកូនខ្លួនឯងទទួលស្គាល់ជាខ្លួនឯងអញ្ចឹងទោះបីអ្នកដតីនិយាយយ៉ាងណាក៏អត់ប៉ះពាល់ធ្ងន់ទៅលើផ្លូវចិត្តរបស់ពួកគាត់ហ្នឹងហើយអរគុណច្រើនមែនតើហើយឃើញថាយើងទៅជ័យគ្នានេះបានរឿងជាច្រើនហើយសុទ្ធតែជាចំណុចសំខាន់អញ្ចឹងយើងក៏នឹងឈានចូលមកដល់ទីបញ្ចប់នៅឆាប់នេះហើយយើងបានទៅជ័យគ្នាច្រើនមែនតើហើយមុននឹងបញ្ចប់ហើយមានអីបន្ថែមមួយឬក៏ពីរចំណុចអីទៀតទេមុននឹងយើងបញ្ចប់ហ្នឹងហើយបងអរគុណច្រើនការពិតចំណុចនេះខ្ញុំគួរតែលើកតាំងពីដំបូងប៉ុន្តែខ្ញុំគិតថាអត់អីទេទុកចុងក្រោយបញ្ចប់របស់ខ្ញុំក៏បានដែរភ្ជាប់ជាមួយនឹងបទពិសោធន៍មួយដែលខ្ញុំលើកតាំងពីដំបូងថាខ្ញុំធ្លាប់មានបទពិសោធន៍ទទួលបានការរើសអើងពីអ្នកដែលគាត់មានភេទពីកំណើតជាបុរសនៅកន្លែងការងារមួយដែលខ្ញុំធ្វើហ្នឹងមានពាក្យមួយទៀតដែលខ្ញុំចាំដែលគាត់និយាយណាបងគាត់ថាបើសិនជាគាត់ជាអ្នកដឹកនាំប្រទេសគាត់នឹងយកអ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងទៅសម្លាប់ទាំងអស់នឹងខ្ញុំសូមប្រើពាក្យរៀងអត់សូវល្អស្ដាប់តិចគាត់ប្រើពាក្យសម្លាប់តែម្ដងអញ្ចឹងឃ្លាកន្លែងហ្នឹងពេលដែលខ្ញុំឮហើយ
ស្តៀងនឹងបទស្តៀងនឹងអ្វីដែលខ្ញុំរៀបរាប់ពីមុនដែរគឺយើងមានអារម្មណ៍ថាអូគេស្អប់យើងដល់ថ្នាក់ហ្នឹងเนาะយើងចាប់ផ្ដើមមានអារម្មណ៍ថាយើងខុសគេខ្លាំងមែនតើហ្មងដែលគេមិនអាចទទួលយកបានណាប៉ុន្តែទៅពេលយើងស្គាល់ខ្លួនឯងយើងស្គាល់ពីសិទ្ធិខ្លួនឯងយើងទទួលយកខ្លួនឯងខ្ញុំផ្លាស់ប្ដូរផ្នត់គំនិតហ្នឹងវិញហើយខ្ញុំគិតថាអត់មានអ្នកណាម្នាក់មានសិទ្ធិមកសម្រាប់យើងទេហើយយើងសម័យថាចេះថាបើសិនជាបុគ្គលម្នាក់ហ្នឹងខ្លាយជាអ្នកដឹកនាំប្រទេសមួយហើយគាត់ចង់សម្លាប់អ្នកណាតាមចិត្តរបស់គាត់អញ្ចឹងណាប្រទេសហ្នឹងទៅជាបែបណាទៅហ្នឹងយើងសម័យលេងណាបងមិនដឹងថាចលាចលបែបណាទៅឬក៏អាណាធិបតេយ្យបែបណាទៅអញ្ចឹងខ្ញុំគិតថាក្នុងនាមជាអ្នកដឹកនាំល្អនេះយើងនិយាយពីកម្រិតបុគ្គលរបស់ខ្ញុំហ្នឹងណាយើងប្រកាន់យកទស្សនវិជ្ជារាជធម៌របស់អ្នកដឹកនាំមានដឹកនាំដោយមេត្តាដោយក្តីករុណាដោយការដែលចង់ឲ្យប្រជាជនខ្លួនឯងដូចថាអ្នកជុំវិញរបស់យើងរីកលូតលាស់មិនមែនមានន័យថាចង់សម្លាប់អ្នកណាយកអ្នកនឹងទៅអីអញ្ចឹងទេវាពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សជាមួយនឹងរឿងផ្សេងទៀតអញ្ចឹងចំណុចឡើយនេះគឺជាចំណុចមួយដែលខុសយកមែនតើហ្មងដែលគាត់មានផ្នត់គំនិតមួយហ្នឹងហើយផ្នត់គំនិតមួយហ្នឹងខ្ញុំគិតថាជាផ្នត់គំនិតមួយដែលគ្រោះថ្នាក់ខ្លាំងបើមិនជាគាត់មានឱកាសក្នុងការកាន់តួនាទីណាមួយនៅការងារណាមួយហ្នឹងហើយពេលនឹងធ្ងន់ធ្ងរមែនតើស្ដាប់ទៅវាដូចជាទទួលយកអត់បានណាតែប្រើសិតតែពាក្យហ្នឹងពាក្យវាធ្ងន់ណាសឹងតែយើងមិនហ៊ាននឹងនិយាយក្នុងការដែលនិយាយពាក្យទាំងអស់ហ្នឹងចេញមកហើយសង្ឃឹមថាការពីមុនគាត់អត់ដឹងចោះហើយសង្ឃឹមថាឥឡូវគាត់ចាប់ផ្ដើមដឹងណាដល់ពេលដែលចាប់ផ្ដើមស្វែងយល់ដូចយើងនិយាយហើយនិយាយទៀតតាំងពីលើកមុនវគ្គមុនអញ្ចឹងនៅក្នុងគោលការណ៍សិទ្ធិមនុស្សពាក្យថាជាមនុស្សអ្នកដែលកើតមកមានសាច់មានឈាមណាមានជនជាតិសាសន៍ពណ៌សម្បុរអីក៏ដោយឲ្យតែជាមនុស្សគឺយើងមានសិទ្ធិជាមូលដ្ឋានដែលយើងហៅថាសិទ្ធិនៅក្នុងការរស់រានមានជីវិតអញ្ចឹងទោះបីជាអ្នកសាញ់ភេទដូចគ្នាអ្នកសាញ់ភេទផ្ទុយគ្នាក៏ដោយស្រឡាញ់អីស្រឡាញ់ទៅណាចង់និយាយថាអញ្ចឹងអាក្តីស្រឡាញ់ហ្នឹងវាជាសិទ្ធិបុគ្គលរបស់បុគ្គលម្នាក់អញ្ចឹងការដែលស្រឡាញ់នរណាម្នាក់វាអត់មានជារឿងខុសហើយក៏ជារឿងដែលត្រូវបានការពារដោយច្បាប់ដែរកុំឲ្យតែយើងស្រឡាញ់គេដោយមិនមានទំនួលខុសត្រូវឬក៏យើងស្រឡាញ់ដោយប៉ះពាល់ទៅដល់នរណាម្នាក់តែបើគ្រាន់តែក្តីស្រឡាញ់យើងស្រឡាញ់ភេទដូចយើងស្រឡាញ់ភេទផ្ទុយវាគឺជាសិទ្ធិមូលដ្ឋានដែលមនុស្សម្នាក់មានអញ្ចឹងខ្ញុំគិតថាបទពិសោធន៍ដែលហេងបានជួបនឹងវាពាក្យនឹងវាធ្ងន់ណាស់ហើយសង្ឃឹមថានឹងលែងមានអ្នកដែលគិតបែបហ្នឹងទៀតហើយក៏សង្ឃឹមថាបុគ្គលមួយហ្នឹងគាត់ចាប់ផ្ដើមស្វែងយល់ក៏ដូចជាចាប់ផ្ដើមដឹងណាចាប់ទុកថាពីមុនគាត់និយាយហ្នឹងគាត់អត់ដឹងទៅចោះឥឡូវសង្ឃឹមថាគាត់ដឹងហើយគាត់លែងមានផ្នត់គំនិតមួយហ្នឹងបន្តទៅទៀតសង្ឃឹមថាគាត់ផ្លាស់ប្ដូរផ្នត់គំនិតមួយហ្នឹងអរគុណច្រើនមែនតើហេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបាននៅគំនិតមួយចំនួនផ្សេងទៀតហើយដោយដែលបានបញ្ជាក់តាំងពីវគ្គមុននិងវគ្គនេះអានេះគឺជាការចែករំលែកពីពួកយើងរឿងខ្លះជារឿងដែលផ្ទាល់ខ្លួនដែលពួកយើងជួបហើយរឿងខ្លះក៏យើងបានស្ដាប់ឮពីសហគមន៍របស់ពួកយើងដែលពួកគាត់បានរៀបរាប់ក៏ដូចជាបានប្រាប់មកពួកយើងហើយការដែលយើងចែករំលែកនេះសង្ឃឹមថាជាទុនមួយនៅក្នុងការពិចារណាបន្ថែមទៀតដែលធ្វើឲ្យមានការទទួលស្គាល់អ្នកស្រឡាញ់ភេទដូចគ្នាហ្នឹងកាន់តែច្រើនឡើងមិនថានៅក្នុងទីសាធារណៈក៏ដូចជានៅក្នុងក្រុមគ្រួសារកន្លែងធ្វើការកន្លែងការងារអីផ្សេងហើយការទទួលស្គាល់ការទទួលយកអ្នកស្រឡាញ់ភេទដូចគ្នាកាន់តែច្រើននៅក្នុងសហគមន៍នឹងធ្វើឲ្យសង្គមយើងនឹងកាន់តែមានអីគេយើងអាចថាកាន់តែមានសុខដុមរមនាក៏ដូចជាមានការរីកចម្រើនទាំងអស់គ្នាយើងសង្ឃឹមថាសង្គមយើងពោពេញដោយក្តីស្រឡាញ់ជាងការដែលសង្គមយើងពង្រីកនៅការស្អប់ខ្ពើមស្អប់គ្នាទាំងគេស្រឡាញ់អ្នកដែលគេស្រឡាញ់នឹងជារឿងរបស់គេសោះណាតែទៅស្អប់គេទៅខឹងគេអាហ្នឹងរឿងអាហ្នឹងធ្វើឲ្យខ្លួនឯងផ្លូវចិត្តរបស់ខ្លួនឯងហ្នឹងវាអត់ល្អទេសង្ឃឹមថាអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនឹងពិចារណាឡើងវិញសម្រាប់អ្នកដែលតែងតែមិនពេញចិត្តចំពោះអ្នកស្រឡាញ់ភេទដូចគ្នាកន្លងមកអញ្ចឹងអរគុណច្រើនមែនតើហេងសម្រាប់ការចំណាយពេលវេលាក៏ដូចជាចែករំលែកនៅបទពិសោធន៍ដែលហេងធ្លាប់ជួបកន្លងមកហើយក៏អរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងទាំង podcast របស់យើងទាំងគ្រប់គ្រងនៅក្នុងការចូលរួមសកម្មភាពនានារបស់ page Love with Diversity ហើយសង្ឃឹមថាយើងនឹងបន្តចូលរួមជាមួយគ្នាបន្ថែមទៀតនឹងបន្តគ្រប់គ្រងបន្ថែមទៀតដើម្បីឲ្យសហគមន៍របស់យើងអ្នកស្រឡាញ់ភេទដូចគ្នាខ្លួនឯងកាន់តែមានកម្លាំងចិត្តមានភាពក្លាហាននៅក្នុងការធ្វើជាខ្លួនឯងមានភាពក្លាហាននៅក្នុងការទទួលយកខ្លួនឯងដែលនឹងហើយគឺជាទុនដែលធ្វើឲ្យយើងកសាងនៅអនាគត
ដែលប្រសើរមួយសម្រាប់ខ្លួនឯងហើយក៏សង្ឃឹមថាសាធារណជននៅក្នុងប្រទេសកម្ពុជាក៏ដូចជាក្រុមគ្រួសារដែលមានបងប្អូនសាច់ញាតិឬក៏កូនជាអ្នកស្រឡាញ់ភេទដូចគ្នានឹងកាន់តែទទួលយកយើងបន្ថែមទៀតធ្វើឲ្យពួកយើងកាន់តែមានកម្លាំងចិត្តក៏ដូចជាអាចបញ្ចេញសក្តានុពលខ្លួនឯងដើម្បីសង្គមជាតិយើងទាំងមូលអញ្ចឹងអរគុណច្រើនពីពួកយើងទាំងពីរនាក់មានតែប៉ុណ្ណឹងហើយសង្ឃឹមថានឹងជួបគ្នាវគ្គក្រោយៗទៀតអរគុណជម្រាបលាបាយបាយ